bồn thay bà bồn sấy bà hay nâng hay đài bồn sấy đài trên nè ở Pào Lan bà trên nè ở Mao Lan ở bay chun bong bồn từ lên sàn cổ bọt rùm tiền sàn cổ thom phong đài bà hay có con đò thực chất bồn sấy phong nái đài chu lan bà Mao Lan ở bay chun buộc cọt thua rùm na từ lênจากออกគ្នាផងដែរបាទសួស្តីបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមបានបន្ទាប់ពីយើងធ្វើដំណើរតាមរយៈឡានសាំយ៉ុងឥឡូវគឺយើងបានមកដល់ខេត្តសៀមរាបហើយបាទគឺយើងបានមកដល់ទឹកដីអង្គរហើយបាទនឹងគឺជាសកម្មភាពនឹងជាវីដេអូដែលបងប្អូនថ្លៃរួមទាំងក្មួយហើយនឹងបងថ្លៃហើយនឹងបងប្អូនដទៃទៀតផងដែរដែលបានមកលេងនៅប្រាសាទអង្គរវត្តបាទហើយពួកគាត់ក៏បានជួលនៅសម្លៀកបំពាក់តុបតែងដើម្បីធ្វើដំណើរចូលទៅប្រាសាទអង្គរវត្តផងដែរបាទហើយនឹងគឺជាសម្លៀកបំពាក់ដែលគាត់ជួលបាទហើយធ្វើដំណើរដើម្បីចូលទៅប្រាសាទអង្គរវត្តផងដែរបាទហើយចេញដំណើរទៅដបងនឹងគឺយើងចូលនៅប្រាសាទអង្គរវត្តបាទនឹងគឺបងអូនថ្លៃបាទហើយនឹងគឺក្មួយស្រីបាទក្មួយស្រីរបស់ខ្ញុំហើយអ្នកដែលជួលសម្លៀកបំពាក់តុបតែងហ្នឹងគឺមានបងថ្លៃប្អូនថ្លៃហើយក្មួយស្រីបាទហើយមានច្រើនបាទមានច្រើនគ្នាបាទក៏ប៉ុន្តែបើអ៊ំហើយនឹងមីងហើយម៉ែក្មេងខ្ញុំគឺអត់ទេគាត់ចាស់ចឹងគឺគាត់អត់មានបាក់ជួលទេបាទគាត់តែចូលទៅធ្វើដំណើរធម្មតាបាទហើយនឹងគឺទិដ្ឋភាពនៅខាងក្នុងផងដែរបាទហើយសូមបញ្ជាក់ប្រាប់បងប្អូនផងដែរបាទតកតងទៅនឹងវីដេអូហ្នឹងគឺភាគច្រើនគឺឃើញតែពួកគាត់ក្មេងៗនោះទេបាទពួកខ្ញុំទទួលបានវីដេអូពីពួកគាត់អញ្ចឹងភាគច្រើនគឺមានតែរូបភាពពួកគាត់បាទតែបងប្អូនដទៃទៀតគឺมันមាននៅទេបាទហ្នឹងគឺអ្នកដែលធ្វើដំណើរចុះពីប្រាសាទអង្គរវត្តវិញបាទគឺអ្នកខ្លះបានឡើងអ្នកខ្លះបានឡើងបាទតែចំពោះខ្ញុំនិងប្រពន្ធរបស់ខ្ញុំគឺទៅអត់តាន់គេទេបាទគឺគេចេញពីប្រាសាទអង្គរវត្តហើយបានខ្ញុំទៅដល់បាទគឺយើងឈួសដំណើរគ្នាបាទពួកគេជិះឡានទៅមុនហើយខ្ញុំជិះម៉ូតូទៅតាមក្រោយបាទនឹងគឺបងអូនថ្លៃបាទបងអូនស្រីបាទហើយនឹងហើយដែលបងអូនស្រីដែលជាអ្នកប៉ាវឡានបាទជាអ្នកម៉ៅឡានដើម្បីជូនបងប្អូនទៅលេងប្រាសាទអង្គរវត្តរួមទាំងប្រាសាទអង្គរធំផងដែរបាទហើយក៏អរគុណដល់ទឹកចិត្តបងស្រីផងដែរដែលជួលឡានបាទមកឡានដើម្បីជូនពួកគាត់ធ្វើដំណើរទៅលេងទាំងអស់គ្នាផងដែរបាទសម្រាប់ដើមឆ្នាំ2026ផងដែរបាទហើយបន្ទាប់ពីយើងចេញពីប្រាសាទអង្គរវត្តគឺទៅប្រាសាទអង្គរធំហើយខ្ញុំនឹងគឺធ្វើដំណើរទៅក្រោយគេរហូតគឺខ្ញុំនៅប្រពន្ធរបស់ខ្ញុំគឺជិះម៉ូតូតាមពីក្រោយទៅជុំគ្នានៅប្រាសាទអង្គរធំបាទនៅប្រាសាទអង្គរធំបានខ្ញុំទៅជុំបាទហ្នឹងគឺក្មួយស្រីរបស់ខ្ញុំបាទគឺក្មួយស្រីបាទហើយនឹងគឺភាគច្រើនគឺមានតែវីដេអូពួកគាត់ទេបាទព្រោះខ្ញុំទទួលបានពីពួកគាត់បាទហើយចំណែកចាស់ហ្នឹងគឺភាគច្រើនគឺគាត់ដើរគ្នាគាត់ជុំគ្នាគាត់ទៅភាគច្រើនគឺគាត់ដើរទៅគ្នាគាត់ទេបាទហើយមិនសូវជាមានវីដេអូទេបាទហើយភាគច្រើនគឺបានតែថតរូបបាទហើយខ្ញុំមិនមានវីដេអូអីបានថតដែរភាគច្រើនគឺខ្ញុំបានថតតែរូបដែរបាទគឺខ្ញុំជាមួយនឹងប្រពន្ធខ្ញុំថតរូបម្ដងម្នាក់បាទនឹងគឺភាគច្រើនគឺមានតែវីដេអូពួកគាត់ដែលក្មេងៗទេបាទគឺភាគច្រើនគឺគាត់ធ្វើ style ធ្វើអីសពបែបយ៉ាងហ្នឹងគឺភាគច្រើនគឺខ្ញុំទទួលបានតែពីពួកគាត់ចឹងមានតែវីដេអូពួកគាត់នោះទេបាទតិចបងប្អូនសួរថាទៅគ្នាច្រើនមួយឡានហើយមិនក៏ឃើញមនុស្សតែ2 3នាក់បាទដោយសារតែខ្ញុំទទួលបានវីដេអូពីពួកគាត់ចឹងមានតែវីដេអូពួកគាត់នោះទេបាទមានតែរូបភាពពួកគាត់បាទនឹងក្មេងៗបាទនឹងគឺក្មេងៗក៏យើងទៅដែរក៏ឃើញដែរនោះបាទគឺក្មេងៗក៏មានដែរនោះបាទហើយគឺដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺយើងនៅប្រាសាទអង្គរធំបានយើងនៅជុំគ្នាបាទឥឡូវគឺយើងត្រៀមចេញពីប្រាសាទអង្គរធំហើយបាទគឺដើម្បីទៅកន្លែងព្រះអង្គជ័យព្រះអង្គចំដើម្បីមើលនៅផ្ទាំងគំនូរបាទផ្ទាំងគំនូរដែលគេគូដើម្បីដាក់តាំងបង្ហាញនៅក្រុងសៀមរាបផងដែរបាទនៅកណ្ដាលក្រុងសៀមរាប
ដើម្បីតាំងបង្ហាញសម្រាប់សាធារណជនដើម្បីឲ្យគាត់បានឃើញអំពីការឈឺចាប់នៅប្រជាជនខ្មែរផងដែរបាទដែលប្រទេសជិតខាងធ្វើការឈ្លានពានមកកម្ពុជាផងដែរបាទនឹងគឺផ្ទាំងគំនូរដែលគេដាក់តាំងបង្ហាញនឹងបាទឃើញទៅគឺមានអារម្មណ៍តក់ស្លុតសង្វេគខ្លាំងមែនតើបាទយើងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណបាទ